សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីពិធីឆុង matcha latte សម្រាប់ខ្នាតកែវលេខ22ដូច្នេះដែរគ្រឿងផ្សំរបស់យើងមានដូចជាម្សៅ matcha brand Galvamic ជាមួយនឹងទឹកដោះគោស្រស់និងទឹកស្ករចំពោះម៉ឺនុយ latte គឺយើងអត់ប្រើទឹកដោះគោខាប់ទេគឺយើងប្រើទឹកស្ករបងប្អូនហើយនេះដែរគឺជាឈុត matcha ដែលក្នុងមកប្រអប់វានេះគេហៅថាម៉ាសិតវាហ្នឹងគឺវាមានគ្រប់មុខក្នុងហ្នឹងបងប្អូនបើកមកយើងនឹងឃើញមានដូចជាចានមានដូចជាឫស្សីគោមានដូចជាកត្រងជាមួយនឹងលាព្រាអាស័យស្រាប់ដួងម្សៅដែរឥឡូវនេះយើងក៏ចាប់ផ្ដើមដកគ្រឿងក្រៅរបស់យើងចេញពីក្នុងប្រអប់នឹងមកហើយចំពោះចានរបស់គេគឺថាសាច់របស់គេក្រាស់បងប្អូនហើយនេះវិញគឺជាសម្រាប់យើងសូកអាស័យពីលើសម្រាប់កលសូកអាស័យពីលើហើយតែជាទូទៅយើងក៏មិនចាំបាច់ប្រើដែរហ្នឹងបងប្អូនអ្វីដែលសំខាន់គឺចាននិងអាស័យនឹងឯងនេះគឺជាប្រភេទម្សៅម្ឆា brand Galvamic ដែលមកកញ្ចប់នេះគឺវាមានទម្ងន់1ខាំគឺជាប្រភេទម្សៅម្ឆាសុទ្ធចំពោះកាសលេខ22គឺយើងប្រើម្សៅម្ឆានឹងចំនួន2ស្លាបព្រាកាហ្វេដួសដាក់ក្នុងកត្រងអញ្ចឹងមករួចហើយយើងក៏រែងម្សៅម្ឆាយើងឲ្យស្អាតយើងកុំឲ្យដាក់ដុំនឹងចូលទៅយើងប្រើកត្រងចេះទៅគឺម្សៅម្ឆារបស់យើងម៉ត់ល្អចំពោះម្សៅម្ឆាGalvamicនេះដែរគឺជាប្រភេទម្សៅម្ឆាធម្មជាតិដែលគេអត់មានបន្ថែមពណ៌ទេអញ្ចឹងពណ៌របស់វាយើងអត់សូវដិតទេបងប្អូនពណ៌វារាងស្រាលណាចឹងអ្នកទាំងអស់គ្នាចង់បានពណ៌ដិតប្រើម្ឆា green tea ឥឡូវនេះយើងក៏ចាក់ទឹកក្តៅចន្លោះពី50ទៅ60 ml ចូលទៅក្នុងចានរបស់យើងហើយយើងក៏យកឫស្សីរបស់យើងមកកូរម្ឆារបស់យើងហ្នឹងពីក្រោមទៅលើឬក៏កូរទម្រង់ជារាងអក្សរ M កូររហូតដល់តែម្ឆារបស់យើងបែកពពុះម៉ត់ល្អចឹងណាបងប្អូនឥឡូវនេះយើងក៏យកកែវរបស់យើងមកយើងប្រើជាមួយនឹងទឹកដោះគោស្រស់កដាស់ម៉ាកណាក៏បានដែរចំនួន120 ml ចាក់ដល់លេខ100ហើយថែម20ទៀតមកគ្រប់120ហើយតមកទៀតយើងក៏បន្ថែមជាមួយនឹងទឹកស្ករចំនួន40 ml ទៀតចំពោះជាតិផ្អែមអាចបន្ថែមបន្ថយបានតាមចំណូលចិត្តចំពោះម៉ឺនុយនេះដែរគឺយើងអាចបន្ថែមក្លិនវ៉ានីឡាចំនួន10 ml អីទៀតក៏បានដែរដើម្បីធ្វើឲ្យវាឈ្ងុយប៉ុន្តែដោយសារអ្នកខ្ញុំអត់ចូលចិត្តក្លិនវ៉ានីឡាទេអញ្ចឹងអត់បាច់ចាំដាក់ទេតែបងប្អូនចង់ដាក់ក៏បានដែរណាដួសទឹកកកដាក់ឲ្យពេញកែវចាក់ម្ឆារបស់យើងចូលពីខាងលើមកជាការស្រេចដូច្នេះម្ឆាឡាតេរបស់យើងរួចរាល់ហើយបងប្អូនប៉ុន្តែមុននឹងយើងញ៉ាំគឺយើងត្រូវកូរជ្រុំម្ឆាហ្នឹងឲ្យចូលគ្នាជាមួយទឹកដោះគោសិនចាំយើងញ៉ាំជាចុងក្រោយសម្រាប់ទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំកាហ្វេគ្រឿងផ្សំតែគុជឬក៏ម្សៅម្ឆាឈុតម្ឆាអស់ទាំងនេះអាចតាក់ទងបានខាង page ដែលខ្ញុំបានដាក់នេះសូមជួយចុច like page ឬក៏ជួយ subscribe channel YouTube ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតអរគុណច្រើនអ្នកទាំងអស់គ្នា